ច្បាប់ការពារជីវិតនៃច្បាប់ទាំង88ត25ប្រសិនបើកន្លែងណាមួយធ្វើឲ្យអ្នកមានអារម្មណ៍មិនសុវត្ថិភាពអ្នកអាចស្នើសុំឲ្យមិត្តភ័ក្តិឬសាច់ញាតិទៅជាមួយ26ពេលលេងទូរស័ព្ទនៅខាងក្រៅប្រសិនបើមានមនុស្សចម្លែកចូលមកជិតកុំលេងទូរស័ព្ទទៀតគួរស្វែងយល់ពីបំណងរបស់គេជាមុនឬទៅឲ្យឆ្ងាយពីគេ27ពេលចេញពីស្ថានីយ៍រថភ្លើងកុំយកចិត្តទុកដាក់នឹងអ្នកដែលចង់នាំអ្នកទៅផ្ទះសំណាក់ថោកគួរទៅរកផ្ទះសំណាក់ដោយខ្លួនឯង28ពេលធ្វើដំណើរទៅធ្វើការកុំភ្លេចយកអត្តសញ្ញាណប័ណ្ណតាម29ប្រសិនបើចណ្ដាលយន្តខូចភ្លាមទី1កុំលោតទី2កុំឈរស្ងៀមមិនដឹងអីដំបូងត្រូវចុចប៊ូតុងគ្រប់ជាន់នៅខាងក្រោមឲ្យភ្លឺទាំងអស់មើលថាវាអាចឈប់នៅជាន់ណាមួយដើម្បីកុំឲ្យធ្លាក់ដល់ដីបន្ទាប់មកប្រសិនបើចណ្ដាលយន្តមានដៃទប់យើងត្រូវកាន់ដៃទប់ឲ្យជាប់ប្រសិនបើគ្មានដៃទប់ត្រូវរកជ្រុងចណ្ដាលយន្តមួយដើម្បីទប់ខ្លួនហើយបត់ជង្គង់ឲ្យចុងជើងទប់ដើម្បីឲ្យសន្លាក់ឆ្អឹងរបស់យើងបង្កើតជា spring ដើម្បីកាត់បន្ថយការរងរបួសធ្ងន់ធ្ងរលើឆ្អឹងខ្នង30ប្រសិនបើជួបចរន្តទឹកដែលហូរឆ្ងាយពីឆ្នេរចំណុចកណ្ដាលហាក់ដូចជាស្ងប់តែជាក់ស្ដែងគ្រោះថ្នាក់បំផុតត្រូវហែលទៅខាងចំហៀង31ពេលរថយន្តធ្លាក់ចូលក្នុងទឹកដោយសារផ្នែកខាងមុខរថយន្តធ្ងន់ជាងគួរព្យាយាមរត់គេចចេញតាមកៅអីខាងក្រោយ32កុំទទួលយករបស់ពីមនុស្សចម្លែកប្រសិនបើទទួលយកកុំហិតឬញ៉ាំគួរបោះចោលភ្លាម